ចាប់ផ្ដើមឆ្លោះប្រកែកគ្នាជាមួយអ្នកប្រយុទ្ធដ៏មានឥទ្ធិពលដំណើរផ្សងព្រេងនៃយ៉ែចុងក្រោយរបស់អ្នកកំពុងរងចាំរឿងព្រេងមានថាវីរបុរសម្នាក់នឹងមកបញ្ចប់ការប្រយុទ្ធដើម្បីថាមពលស្រមោលគាត់នឹងត្រូវរៀនពីរបៀបប្រយុទ្ធ3យ៉ាងប្រមូលអាវុធល្អបំផុតនិងប្រកួតប្រជែងជាមួយអ្នកចម្បាំងខ្លាំងបំផុតពិភពលោកស្ថិតនៅលើគែមនៃសង្គ្រាមវីរភាពកម្លាំងដ៏ខ្លាំងក្លាដែលត្រូវបានបញ្ចេញដោយ Gates of Shadows ជាច្រើនឆ្នាំមកហើយបានប្រែទៅជាអាវុធហើយឥឡូវនេះក្រុមត្រកូលសង្គ្រាមចំនួន3កំពុងប្រយុទ្ធដើម្បីសម្រេចចិត្តអនាគតនៃកម្លាំងនេះអ្នកចម្បាំងកងពលចង់បំផ្លាញថាមពលដ៏គ្រោះថ្នាក់ប្រជាជននៃរាជវង្សចង់ប្រើវាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនខណៈពេលដែលនគរដ៏អាថ៌កំបាំងនៃត្រកូល Heroldos ស្វែងយល់ពីអាថ៌កំបាំងដ៏ខ្មៅបំផុតនៃអំណាចស្រមោលត្រកូល3ទស្សនៈពិភពលោក3និងស្ទីលប្រយុទ្ធ3តើអ្នកនឹងចូលរួមជាមួយភាគីណាប្រយុទ្ធដោយកំហឹងនិងភាពក្លាហានប្រសិនបើអ្នកចង់ឈ្នះស្រមោលប្រយុទ្ធ3គឺជាហ្គេមប្រយុទ្ធដ៏អស្ចារ្យដែលផ្ដល់ឲ្យអ្នកនូវឱកាសដ៏អស្ចារ្យដើម្បីបង្ហាញជំនាញរបស់អ្នកដល់ពិភពអ្នកលេងក្លាយជាវីរបុរសនិងជួយសង្គ្រោះសកលលោកពីការដួលរលំវាគឺជាហ្គេមប្រយុទ្ធឬផលតាមអ៊ីនធឺណិតដែលបន្តរឿងរ៉ាវនៃពិភពប្រយុទ្ធស្រមោលជាមួយតួអង្គថ្មីជា 3D ត្រៀមខ្លួនសម្រាប់សកម្មភាពឆ្លោះប្រកែកគ្នាជាមួយអ្នកប្រយុទ្ធដ៏ខ្លាំងក្លានិងការផ្សងព្រេងដ៏គួរឲ្យរំភើបនៅជុំវិញពិភពលោកដែលកម្លាំងអាថ៌កំបាំងកើតឡើងបង្កើតវីរបុរសវីរភាពត្រៀមខ្លួនសម្រាប់ហ្គេមប្រយុទ្ធឆ្កួតហើយយឺនៅនីនចាខ្មៅមេតបកិត្តិយសសាមូរ៉ៃជំនាញមានតែអ្នកទេដែលអាចជ្រើសរើសថាអ្នកណាជាវីរបុរសរបស់អ្នកឈ្នះស្បែកតែមួយគត់នៅក្នុងសមរភូមិនិងបដូរពណ៌ឧបករណ៍របស់អ្នកតាមបំណងដើម្បីបង្កើតរូបរាងប្លែកឈ្នះការប្រយុទ្ធវីរបុរសស្វែងយល់ពីស្ទីលប្រយុទ្ធរបស់ត្រកូលទាំង3នៅក្នុងហ្គេមប្រយុទ្ធនេះបង្កើតស្ទីលប្រយុទ្ធផ្ទាល់ខ្លួនរបស់អ្នកវីរបុរសរបស់អ្នកអាចប្រយុទ្ធដូចជានីនចាដែលមានល្បិចចោលឬអ្នកជិះសេះដ៏អស្ចារ្យទាញថាមពលស្រមោលដើម្បីផ្ដល់នូវផ្លុំដ៏ខ្លាំងក្លានិងគួរឲ្យចាប់អារម្មណ៍ដែលអាចផ្លាស់ប្ដូរវគ្គនៃការប្រយុទ្ធបញ្ចប់រឿងអ្នកចម្បាំងនៅជុំវិញពិភពលោករងចាំការបង្ហាញខ្លួនរបស់វីរបុរសដែលនឹងប្រយុទ្ធដើម្បីយុត្តិធម៌និងបញ្ចប់ការតស៊ូដើម្បីអំណាចនៃស្រមោលជះឥទ្ធិពលលើដំណើររឿងដោយជ្រើសរើសគោលរបស់អ្នកយកឈ្នះលើថៅកែដែលមានអំណាចដើម្បីប្រកួតប្រជែងនឹងភាពវង្វេងស្មារតីរបស់អ្នកហើយបន្ទាប់មកស្វែងយល់ពីពិភពផ្សេងទៀតហើយធ្វើដំណើរត្រឡប់ទៅរកពេលវេលាដើម្បីរៀនព័ត៌មានលម្អិតថ្មីនៃរឿងបង្ហាញពីជំនាញរបស់អ្នកសូម្បីតែនៅពេលដែលការប្រយុទ្ធរឿងសំខាន់ត្រូវបានបញ្ចប់ក៏ដោយសកម្មភាពនៃហ្គេមប្រយុទ្ធវីរបុរសនៅតែបន្តឈ្នះការប្រកួតដោយប្រយុទ្ធជាមួយវីរបុរសរបស់អ្នកលេងផ្សេងទៀតដែលគ្រប់គ្រងដោយ AI ឆ្លោះជាមួយអ្នកចម្បាំងខ្លាំងបំផុតដើម្បីជំនួសកន្លែងនៅលើតារាងពិន្ទុកម្ពូល100ហើយក្លាយជារឿងព្រេងនៃតំបន់របស់អ្នកប្រមូលសំណុំប្រមូលអាវុធនិងគ្រឿងសឹកផ្ទាល់ខ្លួនរបស់អ្នកដើម្បីពិសោធន៍ក្នុងការប្រយុទ្ធនិងមើលទៅអស្ចារ្យបន្ទាប់ពីប្រមូលបានឧបករណ៍ពេញលេញអ្នកនឹងទទួលបានសមត្ថភាពពិសេសដើម្បីងាយស្រួលឈ្នះក្នុងការប្រកួតរៀបចំផែនការយុទ្ធសាស្ត្ររបស់អ្នកហើយដឹកនាំល្បែងវាយប្រហាររហូតដល់ទីបញ្ចប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រយុទ្ធនៅក្នុងព្រឹត្តិការណ៍ដែលមានប្រធានបទធម្មតាសម្រាប់វីរបុរសរូបដែលអ្នកអាចឈ្នះស្បែកពណ៌អាវុធនិងគ្រឿងសឹកកំឡនៅក្នុងការប្រយុទ្ធទាំងនេះអ្នកនឹងប្រឈមមុខនឹងវីរបុរសថ្មីនិងស្វែងយល់ពីព័ត៌មានលម្អិតគួរឲ្យចាប់អារម្មណ៍ជាច្រើនអំពីពិភពប្រយុទ្ធស្រមោលរីករាយជាមួយក្រាហ្វិកទេសភាពចម្រុះពណ៌និងចលនាប្រយុទ្ធប្រាកដនិយមអាចប្រកួតប្រជែងជាមួយហ្គេមកុងសូលស្រមោលប្រយុទ្ធ3គឺជាហ្គេមប្រយុទ្ធរូបដ៏គួរឲ្យរំភើបដែលរួមបញ្ចូលនូវធាតុផ្សំនៃហ្គេមប្រយុទ្ធជិះសេះការផ្សងព្រេងនិន្ចានិងការប្រយុទ្ធតាមផ្លូវប្ដូរតាមបំណងវាតាមវិធីដែលអ្នកចង់បានហើយរីករាយនឹងការវាយប្រហារធ្វើជាវីរបុរសហើយបន្តប្រយុទ្ធរហូតដល់ការប្រយុទ្ធចុងក្រោយមកដល់